Oh my god អ្នកគ្នាអ្វីដែលកើតឡើងនៅក្នុងប្រទេសស៊ូដង់ឥឡូវនេះគឺវាពិតជាសាហាវខុសខើមិនគួរឲ្យជឿមែនអញ្ចឹងបើសិនជាអ្នកគ្នាដឹងទេនៅស៊ូដង់ឥឡូវនេះគឺកំពុងមាន genocide កើតមានឡើងដែលជាការបលាយពូជសាសន៍ជាតិខ្លោះខ្លួនឯងចឹងទៅក្នុងរយៈពេលតែ 2-3 ថ្ងៃចុងក្រោយនេះគឺមានការបាញ់សម្លាប់ប្រជាជនខ្លួនឯងពី 2000 នាក់រហូតដល់ 3000 នាក់ហើយតាម report ខ្លះបាននិយាយថាគឺចូលទៅដល់ក្នុងពេទ្យសម្រាប់មនុស្សអស់ជាង 400 ជាងនាក់ទៀតនិយាយទៅគឺស្លាប់មនុស្សច្រើនពេករហូតពេលមើលរូបភាពចេញពី space ចេញពី satellite គឺឃើញសាកសពនៅជុំវិញនឹងហ្មងហើយដីក៏ហមដោយសារធ្លុកឈាមវាហូរចូលក្នុងដីនឹងច្រើនពេកចង់និយាយថាឆ្នាំ 2025 ឯនៅមានរឿងទាំងអស់នេះកើតឡើងទៀត So what happened អញ្ចឹងនៅក្នុងស៊ូដង់ពេលនេះគឺកំពុងមានសង្គ្រាមដែលគេមានពីរផ្នែកគឺ RSF ជាមួយនឹង Sudanese National Army កងទ័ពជាតិរបស់ស៊ូដង់អញ្ចឹងពួកទ័ព RSF ក្នុងអាទិត្យនេះគឺបានទៅតាមយកទីក្រុង Al Fasher ដែលពួក RSF នេះគឺព្យាយាមឡោមព័ទ្ធទីក្រុងនេះចូលរយៈពេលច្រើនថ្ងៃឯងតែបានសម្រេចចូលក្នុងអាទិត្យហ្នឹងហើយក៏មានការសម្លាប់រង្គាលប្រជាជនខ្លួនឯងកើតមានចឹងទៅរូបភាពខ្ញុំសូមអត់ដាក់បើអ្នកនរគ្នាចង់មើលអាចចូលទៅមើលក្នុង TikTok ក៏វាមានខ្លះៗដែរហើយបើសិនជាចង់ឃើញស្ដាយហ្មងចូលទៅក្នុង X និយាយទៅគឺ traumatized ខ្លាំងមែនតើខ្ញុំ warning អ្នកនរគ្នាមុនរង្គាលជុំវិញហ្នឹងគឺសិតតែសាកសពហ្មងហើយគឺមានចងដៃធ្ពោះដៃជាប់នឹងដើមឈើហ្មងអ្នកនរគ្នាសាហាវខ្លាំងណាស់សម្រាប់ហ្នឹងគឺសិតតែប្រជាជនឯងមិនថាក្មេងមិនថាចាស់មិនថាស្រីមិនថាប្រុសហើយគឺមានអាបត់មើលគ្រប់ប្រភេទកើតមានឡើងនៅក្នុងហ្នឹងហ្មងហើយសំខាន់រឿងដែលកំពុងកើតឡើងមួយនេះនៅក្នុង social media សើចគឺអត់សូវមានទូលំទូលាយទៀតអត់យល់ថាមិនដែរបានពួកបរទេសពួក international ក៏អត់សូវធ្វើ cover ពីរឿង topic មួយនេះដែរអញ្ចឹងមិនខ្ញុំតែដឹងរឿងនេះដែរគឺដឹងថ្ងៃមិញតែមានពេលថតល្ងាចនេះយប់នេះអញ្ចឹងហើយពេលដែលខ្ញុំ check អាននៅលើ X នៅលើ Twitter មកតែមួយចំនួនដែលខ្ញុំបានឃើញនេះខ្ញុំមិនចាត់ប្រកាន់អីណាខ្ញុំនិយាយដល់អ្វីដែលខ្ញុំបានអានឃើញគេថាតាក់ទងជាមួយនឹង religion ទៀតដោយសារ RFF នេះគឺជា terrorist group របស់អ៊ីស្លាមហើយគាត់ target ប្រជាជនស៊ូដង់ដែលកាន់សាសនាគ្រីស្ទានបើចាបើអ្នកនរគ្នាចង់ដឹងបន្ថែមទៀតចូលទៅអាននៅក្នុង X ហើយអានេះគឺខ្ញុំសង្ខេបខ្លីៗទេចាំមើលខ្ញុំមានថែមខ្ញុំនឹង gather ព័ត៌មានឲ្យច្បាស់លាស់ហើយខ្ញុំនឹងចេញ update version ថ្មីមួយទៀតឲ្យអ្នកនរគ្នា but yeah it's very very bad ខ្លាំងមែនតើអូខេអញ្ចឹងបើមានអីថ្មីទៀតចាំខ្ញុំ update អ្នកនរគ្នាកុំភ្លេច follow Facebook មួយ TikTok ខ្ញុំនេះផង